cứ cùng nu đam po nơi cái bè ong có chia sẻ sáng mà ông bảo nói tôi xa tập đại chiên quạt bạc cái cu con po cho này ngày này phong đá trong ba miền vật miền này vật môi trường này làm những cái vật này vật châu mơ tới cứ sửa sáng mà ông bảo sinh ngắt cho lòng ngum đây cứ sắt đèn đập pì hai năm là bom mình được dương mà ông bảo cái này salad xong xong cô sao tập hiệp nông vót mà bông bồn cứ bắt chia sạch kan nè hai cái đẹp trong vót các bạn sát cứประจัย អធិការ គាត់ ប្រកែ រៀបចំ បាន ស្រស់ស្អាត ឥឡូវ នេះ គឺ គាត់ កំពុង តែ ជួសជុល ហើយ នឹង កសាង បន្ត បន្ទាប់ មក បងប្អូន ហើយ វត្ត គឺ មាន ដើម ឈើទាល ត្រជាក់ ត្រជុំ មក បងប្អូន កញ្ចាក់ គួរ ឲ្យ ចង់ ដើរ ថត ហើយ នឹង ទស្សនា ដើរ ផ្ដិត យក រូបភាព តែ ជូន មក បងប្អូន យើង ទស្សនា គឺ វត្ត គឺ ស្រស់ស្អាត ណាស់ បងប្អូន ស្រស់ស្អាត មែនតើ ហើយ ព្រះវិហារ អី ក៏ ស្រស់ស្អាត ដែរ ស្អាត ស្រស់ស្អាត មាន ទាំង ដើម ដូង មាន ទាំង ដើម ត្នោត អូ សំខាន់ ដើម ឈើទាល ធំ ទៀត បងប្អូន មើល គ្រាន់តែ មាន សត្វ យំ លហិច ព្រះវិហារ ក៏ មិន សូវ ជា ថ្មី ប៉ុន្មាន ដែរ បងប្អូន អមាញ់ ស្ដាប់ លោក គាត់ មាន សន្និការ ថា វត្ត ក៏ នៅ ខ្វះខាត គួសម បន្តិច ទៀត នេះ ចាំ ខ្ញុំ ឡើង ទៅ លើ ក្នុង ព្រះវិហារ ដើម្បី ចែក ថត ចែកចាយ ឲ្យ បងប្អូន ទស្សនា ថា តើ មាន ការ ខ្វះខាត ឬ ក៏ ស្អាត បាត់ ផល កម្រិត ណា បងប្អូន នេះ ទស្សនភាព រួម ក្នុង វត្ត បងប្អូន ស្ងាត់ ណា ក្រោយ ក្នុង ខ្ញុំ នេះ គឺជា ព្រះវិហារ បងប្អូន នេះ គឺ ទស្សនភាព ព្រះវិហារ ចាំ ដើរ ទៅ ថត នៅ ក្នុង យក រូបភាព ចែក មក បងប្អូន ទស្សនា តែ អ្វី ដែល សំខាន់ នោះ គឺ ក្បាច់ រចនា ខ្មែរ យើង គឺ ស្រស់ស្អាត ចឹង តស ព្រះវិហារ គួរ ឲ្យ ចាប់ អារម្មណ៍ វត្ត ស្អាត តែ វិហារ គាត់ មិន ព្រះចៅ អធិការ គាត់ មាន សន្និការ ថា វិហារ មិន ទាន់ ស្អាត បាត់ មក ទេ គាត់ នៅ ជួសជុល នៅ ឡើយ សរុប ទៅ គឺ វត្ត នៅ ខ្វះខាត មក បងប្អូន នេះ ឥឡូវ នេះ គឺ នៅ ក្នុង ព្រះវិហារ មក បងប្អូន មាន ព្រះពុទ្ធ តស្រស់ស្អាត ហើយ មាន ទាំង មាន រូប ព្រះពុទ្ធ ជា ច្រើន អង្គ ទ្រង់ ខ្នាញ់ ដំរី ឈ្មោះ នីឡាគិរី ទ្រង់ ផ្ចាញ់ មា អូ មាន ច្រើន មក បងប្អូន សំខាន់ គឺ រូបភាព រូប គំនូរ ពិត ជា ស្រស់ស្អាត ណាស់ បងប្អូន អើយ ខ្មែរ យើង ប្រកែ គូ សុំ តសា ទឹកដៃ បង ជាង បង រូប គំនូរ ជាង គាត់ គូ បាន ស្អាត ណាស់ បងប្អូន គឺ ក្នុង ព្រះវិហារ នេះ ទាំង មូល ពោពេញ ទៅ ដោយ ទាំង គំនូរ គឺ ជាង គាត់ ប្រកែ ខាង គូ នេះ បងប្អូន អើយ ទឹកដៃ ជាង គូ គំនូរ នេះ មិន ធម្មតា មែន ស្រស់ស្អាត ណាស់ បងប្អូន មើល ស្អាត ភ្លឹង នេះ មើល ពី ចន្លោះ ឬ ក៏ ជ្រុង ខាង ណា ក៏ ស្អាត ដែរ បងប្អូន រូប គំនូរ ព្រះពុទ្ធ ប្រុស នាង ពុទ្ធា ទ្រង់ ផ្ចាញ់ ពួក នឹង ទ្រង់
ដៃជាងមិនធម្មតាអ្វីដែលសំខាន់នោះគឺវត្តកំពុងតែខ្វះខាតជាច្រើនបងប្អូនក្នុងព្រះវិហារគឺមានព្រះពុទ្ធដ៏ធំចំនួន1អង្គនិងព្រះរាជពៀន1អង្គហើយនិងព្រះអង្គកំពុងប្រថាប់ជាច្រើនអង្គណាបងប្អូនអ្វីដែលសំខាន់នោះគឺផ្ទាំងគំនូរស្រស់ស្អាតរូបចម្លាក់ជុំវិញព្រះវិហារតែវត្តនៅខ្វះខាតកុសលបងប្អូនវត្តស្ងប់ស្ងាត់ល្អណាស់នេះព្រះវិហារម៉ែបងប្អូនអមាញ់ព្រះចៅទីការគាត់មានសន្និការថាវត្តកំពុងតែខ្វះខាតច្រើនណាស់បងប្អូនហើយវត្តនេះគឺវត្តនេះផងដែរគឺស្ថិតនៅខាងបាវិតម៉ែបងប្អូនខេត្តស្វាយរៀង